ចិញ្ចៀនខ្ញុំរើសបាននៅតាមដងផ្លូវនាងខ្ញុំច័ន្ទនេះជាអ្នករស់នៅក្នុងខេត្តកំពង់ស្ពឺដែលខ្ញុំធ្វើការនៅក្រុមហ៊ុនឯកជនមួយកន្លែងជាមួយប្តីរបស់ខ្ញុំនៅទីក្រុងភ្នំពេញមានល្ងាចថ្ងៃមួយខ្ញុំបានជិះម៉ូតូជាមួយប្តីរបស់ខ្ញុំទៅលេងស្រុកកំណើតរបស់ខ្ញុំនៅឯខេត្តកំពង់ស្ពឺពេលនោះពេលកំពុងជិះម៉ូតូប្តីខ្ញុំបានឈឺបត់ជើងតូចស្ទើរទ្រាំមិនបានបន្ទាប់មករូបគាត់បានឈប់នៅជេរដងផ្លូវមួយកន្លែងដែលមានសភាពស្ងាត់ជ្រងំនិងមានស្មៅវែងដុះនៅជេរសងខាងផ្លូវអមដោយដើមឈើខ្ពស់ផងដែរពេលនោះខ្ញុំបានចោលក្រសែភ្នែកទៅជេរដងផ្លូវស្រាប់តែនាងខ្ញុំបានប្រទះឃើញចិញ្ចៀនមួយវង់ដែលក្រហមឆ្អិនឆ្អៅនៅជេរដងផ្លូវនោះពេលនាងខ្ញុំយកមកមើលគឺជាចិញ្ចៀនមាសប្រហែល 5G ដែលបានធ្វើឲ្យនាងខ្ញុំនិងប្តីខ្ញុំសប្បាយចិត្តជាខ្លាំងពេលទៅដល់ផ្ទះនាងខ្ញុំបានយកគ្រឿងទាំងអស់ប្រាប់ឪពុកម្ដាយរបស់ខ្ញុំនិងបានយកចិញ្ចៀននោះឲ្យប្តីរបស់ខ្ញុំសើកព្រោះអីវាជាចិញ្ចៀនត្រារបស់មនុស្សប្រុសហើយខ្ញុំក៏មិនលក់ដូរអ្វីនោះដែលខ្ញុំគិតថានេះគឺជាទ្រព្យសំណាងហេងនៅក្នុងគ្រួសាររបស់ខ្ញុំលុះរយៈពេលក្រោយមកទៀតគ្រួសារខ្ញុំរកស៊ីកាកបធូរធារសំគូលមើមដែលអាចនិយាយបានថាប្រសើរជាងកាលពីមុនមានចៅវាយនាយពេញចិត្តច្រើននិងដំឡើងប្រាក់ខែឲ្យរូបខ្ញុំនិងប្តីខ្ញុំបន្ថែមទៀតផងអ្វីកាន់តែប្រសើរជាងនេះពួកខ្ញុំទាំងពីរនាក់ប្តីប្រពន្ធបានឡើងឋានៈទូនាទីមួយកម្រិតថែមទៀតផងដែរដែលបានធ្វើឲ្យរូបនាងខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់កន្លះឆ្នាំក្រោយមកទៀតរូបខ្ញុំនិងប្តីខ្ញុំរឹតតែរកស៊ីកាក់ក៏ប្រសើរឡើងខ្លាំងជាងមុនរួចហើយខ្ញុំបានបើកមុខរបរជំនួញបើកហាងលក់ដូរនៅក្នុងស្រុកមិនយូរប៉ុន្មានមុខរបរនោះមានអ្នកចូលទិញជាហូរហែនិងចំណេញប្រាក់សំគូលមើមបន្ថែមទៀតពេលនោះខ្ញុំគិតថាចាប់តាំងពីនាងខ្ញុំរើសបានចិញ្ចៀនមាសនោះមកគ្រួសារខ្ញុំពិតជារកស៊ីកាក់កបរីកចម្រើនខ្លាំងណាស់រីឯមាសប្រាក់និងទ្រព្យសម្បត្តិក៏សល់រៀងច្រើនគ្រើលណាស់ដែរលុះបានរយៈពេល1ឆ្នាំក្រោយមកទៀតមុខជំនួញនឹងការងារមិនសូវជាអ្វីនោះទេប៉ុន្តែអ្វីដែលប្លែកនោះគឺប្តីរបស់ខ្ញុំចាប់ផ្ដើមមានអត្តចរិតខុសប្លែកពីមុនដាច់ស្រឡះដោយគាត់និយាយមិនដឹងខុសមិនដឹងត្រូវចរិតកោងកាចមានចំនួនជាមួយបុគ្គលិកនិងអ្នកផ្សេងទៀតនៅក្រុមហ៊ុនធ្វើការជាមួយគ្នាចាប់ផ្ដើមមានចរិតឆ្មើងឆ្មៃក្រអឺតក្រទើមនិយាយមិនស្ដាប់និងសម្ដីធំគំហឹកដាក់កូនរករឿងឆ្លោះជាមួយខ្ញុំស្ទើរជារៀងរាល់ថ្ងៃមិនតែប៉ុណ្ណោះតែងតែគំហឹកដាក់ឪពុកម្ដាយទាំងសងខាងផងដែរដែលខុសពីអត្តចរិតស្លូតបូតរបស់គាត់កាលពីមុនមានយប់មួយពេលវេលាដែលខ្ញុំមកលេងផ្ទះនៅយប់នោះប្រហែលម៉ោង1យប់នាងខ្ញុំបានភ្ញាក់ពីដំណេកព្រមទាំងកណ្ដាលយប់ដែលបានរាវស្រវាអោបប្តីរបស់នាងខ្ញុំប៉ុន្តែខ្ញុំមិនបានរាវប៉ះគាត់នោះឡើយគឺប៉ះតែខ្នើយនិងភួយតែប៉ុណ្ណោះពេលនោះខ្ញុំក៏ងើបពីដំណេកភ្លាមនិងបានស្រវាយកទូរស័ព្ទបើកពន្លឺពិលទៅរកប្តីខ្ញុំដោយខ្ញុំមិនបានបើកភ្លើងអំពូលនៅក្នុងបន្ទប់នោះទេដោយខ្លាចចាំងពន្លឺទៅកូននិងឪពុកម្ដាយរបស់ខ្ញុំខ្លាចពួកគាត់ភ្ញាក់ពីដំណេកពេលនោះខ្ញុំបានដើររកប្តីខ្ញុំរហូតដល់ផ្ទះបាយហុះទៅដល់ក្រោលគោពេលទៅដល់ខ្ញុំបានឃើញប្តីខ្ញុំស្ទង់កំពុងតែធ្វើអ្វីម្យ៉ាងភ្លាមនោះខ្ញុំក៏បានដើរភ្នំដើម្បីលួចមើលគាត់ពេលនោះស្រាប់តែខ្ញុំស្ទើរមិនជឿនៅក្នុងចិត្តដោយបានឃើញប្តីរបស់ខ្ញុំកំពុងតែខំហែកស៊ីមាន់រស់នៅស្រស់យ៉ាងឆ្ងាញ់ពិសាម្ដងបន្តិចមាត់ពោពេញប្រឡាក់ដោយឈាមនិងរោមមាន់ជាច្រើនប្រឡាក់ជាប់មាត់របស់គាត់ដែលបានធ្វើឲ្យខ្ញុំស្លុតចិត្តយ៉ាងខ្លាំងពេលនោះខ្ញុំបានតាំងអារម្មណ៍ដើរត្រឡប់បើកបន្ទប់វិញដោយប្រុងប្រយ័ត្នបំផុតគឺមិនឲ្យគាត់ដឹងនោះឡើយមួយសន្ទុះធំក្រោយមកតែខ្ញុំបានដើរត្រឡប់ចូលក្នុងបន្ទប់វិញរីឯខ្ញុំបានធ្វើដេកលក់ទាំងញ័រញាក់ហើយភ័យខ្លាចមួយយប់នោះគឺខ្ញុំមិនបានដេកលក់នោះទេលុះព្រឹកឡើងពេលប្តីខ្ញុំចេញទៅក្រៅបាត់ខ្ញុំបានយករឿងនេះប្រាប់ទៅឪពុកម្ដាយទាំងសងខាងរបស់ខ្ញុំបន្ទាប់មកខ្ញុំបានទៅរកគ្រូមុនអាគមដែលចេះជន់អរិយចូលរូបតាមអំពើផ្លូវងងឹតដើម្បីចង់ដឹងឲ្យច្បាស់អំពីប្តីរបស់ខ្ញុំពេលនោះ
គ្រូមុនអាគមក៏ចាប់ផ្ដើមធ្វើពិធីតាមបែបបទរបស់គ្រូបន្តិចក្រោយមកគ្រូមុនអាគមបាននិយាយមកកាន់ខ្ញុំថាប្តីរបស់ខ្ញុំត្រូវបានព្រៃបិសាចចូលសន្ធិដ្ឋក្នុងខ្លួនដែលបានគ្រប់គ្រងដួងវិញ្ញាណរបស់គាត់ដោយព្រៃនោះគឺនៅក្នុងចិញ្ចៀនដែលគាត់សើកបើចង់ឲ្យប្តីខ្ញុំមកដូចដើមវិញតើតែនិមន្តព្រះសង្ឃមកស្រោចទឹកនិងអញ្ជើញគ្រូមុនអាគម 2-3 នាក់ធ្វើពិធីដកវិញ្ញាណព្រៃនោះចេញពីខ្លួនទើបគាត់អាចត្រឡប់មកដូចដើមពេលនោះពេលដែលខ្ញុំស្ដាប់គ្រូនិយាយចប់ទើបខ្ញុំដឹងថាចិញ្ចៀនដែលខ្ញុំរើសបានកាលពីជាង1 ឆ្នាំមុននោះគឺមានវិញ្ញាណខ្មោចព្រាយរស់នៅក្នុងចិញ្ចៀននោះលុះដល់ពេលល្ងាចពេលខ្ញុំត្រឡប់មកពីផ្ទះគ្រូវិញស្រាប់តែប្តីខ្ញុំហាក់បីដូចជាដឹងមុនដោយគាត់បាននិយាយគំហកស្រែកខ្លាំងៗដាក់ខ្ញុំនិងប្រមានសម្លាប់ខ្ញុំចោលពេលនោះបងប្អូនពូមីងខ្ញុំទាំងអស់ក៏បានមកជុំចិត្តនិងបាននិមន្តព្រះសង្ឃ 2-3 អង្គនិងគ្រូមុនអាគម 2-3 នាក់មកជាមួយផងដែរពេលនោះពេលដែលប្តីខ្ញុំឃើញដូច្នោះរូបគាត់បានរត់គេចចេញពីភូមិប៉ុន្តែត្រូវបងប្អូនទាំងអស់និងមិត្តភ័ក្តិអ្នកភូមិឯទៀតបានមនីមនីពដេញចាប់គាត់ដោយបានដេញពីដើមភូមិរហូតដល់ដើមជ្រៃធំមួយនៅចុងភូមិពេលនោះប្តីខ្ញុំមិនអាចរត់ទៅណាបានរូបគាត់បានលោតឡើងទៅលើដើមជ្រៃធំនោះដែលមានសភាពគួរឲ្យខ្លាចបំផុតដោយគាត់បានយកជើងឡើងទៅមុនក្បាលកែវភ្នែកឡើងក្រហមហើយអាចបំវិលក្បាលរបស់គាត់បានទៀតផងគឺដូចជាបិសាចនៅក្នុងភាពយន្តរោងកុនអញ្ចឹងដែលអ្នកភូមិបងប្អូនឪពុកម្ដាយខ្ញុំទាំងអស់រួមទាំងខ្ញុំឃើញហើយម្នាក់ស្ទើរតែមិនជឿគ្រប់គ្នាបន្ទាប់មកគ្រូមុនអាគមក៏ចាប់ផ្ដើមពាត់ខ្សែសេមាជុំវិញក្រឡឹងដើមជ្រៃនិងបានសូត្រមន្តគាថាដើម្បីឲ្យព្រៃនៅក្នុងខ្លួនប្តីខ្ញុំចុះត្រឡប់មកវិញប៉ុន្តែធ្វើអ្វីវាមិនបានសោះមិនតែប៉ុណ្ណោះវាបានផ្កើនដាក់គ្រូមុនអាគមនិងបាននិយាយមកកាន់អ្នកភូមិទាំងអស់គ្នាឲ្យបានដឹងថាយើងខំជួយគ្រួសារវាច្រើនណាស់ម្ល៉េះហើយយើងត្រូវតែយកប្តីរបស់វាដើម្បីតបស្នងដែលយើងខំបានជួយកន្លងមកនិយាយរួចវាក៏បានសើចក្អាកក្អាយខ្ទើខ្ទាពេញដើមជ្រៃនោះដោយសំឡេងជាមនុស្សស្រីមិនមែនជាសំឡេងប្តីខ្ញុំនោះឡើយភ្លាមនោះព្រះសង្ឃក៏និមន្តមកដល់និងបានគង់សូត្រព្រះធម៌នៅក្រោមដើមជ្រៃមួយសន្ទុះក្រោយមកដោយអំណាចនៃព្រះពុទ្ធព្រះធម៌ព្រះសង្ឃបានធ្វើឲ្យព្រៃសន្ធិដ្ឋនៅក្នុងខ្លួនប្តីខ្ញុំបានចុះក្រាបមកថ្វាយបង្គំព្រះសង្ឃភ្លាមនិងបានសំពះអង្វរព្រះសង្ឃឲ្យដោះលែងខ្លួនដោយបានសន្យាគោរពមិនធ្វើបាបអ្នកណាទៀតឡើយបន្តិចក្រោយមកព្រាយនោះបានចេញពីក្នុងខ្លួនប្តីខ្ញុំនិងបានចូលក្នុងចិញ្ចៀននោះវិញបន្ទាប់ពីព្រាយបានចេញពីក្នុងខ្លួនប្តីខ្ញុំហើយមួយសន្ទុះធំក្រោយមកទើបប្តីរបស់ខ្ញុំដឹងខ្លួនមកវិញប៉ុន្តែគាត់មិនដឹងរឿងអ្វីទាំងអស់គាត់គ្រាន់តែដឹងថាខ្លួនគាត់ឈឺខ្លួនឈឺប្រាណជាខ្លាំងចាប់តាំងពីពេលនោះមកប្តីខ្ញុំចាប់ផ្ដើមដឹងខុសដឹងត្រូវមកវិញនិងបានសុំទោសឪពុកម្ដាយបងប្អូនរួមអ្នកធ្វើការជាមួយគ្នាទាំងអស់ដែលគាត់បានធ្វើទង្វើមិនគប្បីទៅលើពួកគាត់រីឯចិញ្ចៀនមាសដែលខ្ញុំរើសបាននោះនាងខ្ញុំបានប្រគេនទៅព្រះចៅអធិការគង់នៅវត្តមួយកន្លែងក្នុងស្រុករបស់ខ្ញុំហើយគ្រួសារនាងខ្ញុំក៏រស់នៅសុខសាន្តតាំងពីពេលនោះមកហើយរឿងនេះបានក្លាយជារឿងអតីតកាលរបស់នាងខ្ញុំរហូតមកដល់សព្វថ្ងៃនេះ